ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃពុធ3រោចខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី7ខែមករាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅតំណាងរាជគណៈបក្សសង្គ្រោះជាតិបដិញ្ញារកយុត្តិធម៌ជូនក្រុមគ្រួសារស្ត្រីលក់បាយដែលត្រូវអាជ្ញាធរបាញ់ស្លាប់នៅមុខវត្តស្ទឹងមានជ័យតំណាងរាជស្ត្រីនៅមណ្ឌលបាត់ដំបងមកពីគណៈបក្សសង្គ្រោះជាតិលោកស្រីមូសុហួរបានបដិញ្ញាថានឹងរកយុត្តិធម៌ជូនក្រុមគ្រួសារស្ត្រីលក់បាយដែលត្រូវកងកម្លាំងប្រដាប់អាវុធបាញ់គ្រាប់ពិតបណ្ដាលឲ្យស្លាប់នៅមុខវត្តស្ទឹងមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2013ក្នុងព្រឹត្តិការណ៍បាញ់បង្ក្រាបពីសំណាក់កងកម្លាំងប្រដាប់អាវុធក្រោមការបញ្ជារបស់លោកជួនសុវណ្ណមកលើកម្មការិនីរោងចក្រ SL ដែលកំពុងដង្ហែក្បួនទៅដាក់ញត្តិនៅផ្ទះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនមកដល់ចំណុចមុខវត្តស្ទឹងមានជ័យលោកស្រីមូសុហួរបានមានប្រសាសន៍បែបនេះនៅពេលដែលលោកស្រីបានចុះជួបសួរសុខទុក្ខក្រុមគ្រួសាររបស់ស្ត្រីអ្នកលក់បាយដែលនៅទល់មុខវត្តស្ទឹងមានជ័យកាលពីព្រឹកមិញនេះមួយទៀតទូនីតិខ្ញុំទី3គឺខ្ញុំមកសួរអំពីអ្វីដែលជាមតិសម្លេងកង្វល់ឬមួយការពេញចិត្តនៃប្រជាពលរដ្ឋឬមួយក៏ការកង្វះខាតនៃប្រជាពលរដ្ឋចាហើយថ្ងៃនេះខ្ញុំចូលមកពីរឿងដែលបងស្រីដែលជាអ្នកជារបស់បងប្រុសបានទទួលមរណភាពហើយនឹងម្ដាយអូនស្រីរបស់បងស្រីទទួលមរណភាពដោយសារការក្រក់ភ្លើងបាញ់ទៅស្ទឹងមានជ័យអត់រយៈពេលជា1ឆ្នាំហើយចាបងប្អូនបានទទួលយុត្តិធម៌នៅហើយបើបានឬមិនបានតែបងប្អូនចង់ឃើញអីទៀតចង់បានអីទៀតចង់បានយុត្តិធម៌សម្រាប់ខ្ញុំតែគាត់អត់មានតែស្អីទៅយុត្តិធម៌សម្រាប់ចង់ឲ្យគាត់គុំជាតកឲ្យបានសម្រាប់គាត់មានមេបាត់គាត់ក្នុងតាមមានបាយថាច្រើនខ្ញុំសូមជម្រាបបងប្អូនជាគ្រួសារណាម្ដងទៀតថានៅអ្វីដែលពួកយើងខ្ញុំធ្វើក្នុងរាជការតំណាងរាជឬសង្គមស៊ីវិលគឺធ្វើទាំងបន្តនេះគឺដើម្បីកុំឲ្យបំភ្លេចអ្វីដែលជាការសម្លាប់បាញ់សម្លាប់ទៅដល់គ្រួសារម៉ាក់ដល់ដីដល់ប្រពន្ធរបស់គ្រូណាចាហើយបន្តក្នុងនាមជាតំណាងរាជយើងក៏នៅមានបន្តដោយមកសួរសំទុកអញ្ចឹងហើយក៏ជម្រាបបងប្អូនអាចដាក់ពាក្យបណ្ដឹងទៅគណៈកម្មការនៃសភាគណៈកម្មការទី1ជាគណៈកម្មការទទួលពាក្យបណ្ដឹងនិងស៊ើបអង្កេតរឿងប៉ះពាល់ទៅលើសិទ្ធិមនុស្សណាតើបងប្អូនយល់ឃើញថារឿងនេះជារឿងសិទ្ធិមនុស្សទេរឿងនេះគួរឲ្យមានការស៊ើបអង្កេតទេនឹងបងប្អូនពិចារណាទៅណាហើយបើសិនជាបងប្អូនយល់ឃើញថាវាគួរតែដាក់ពាក្យបណ្ដឹងទៅគណៈកម្មការទី1បងប្អូនធ្វើពាក្យបណ្ដឹងនឹងទៅណាជាពិសេសអ្នកដែលរងគ្រោះទាំងប្រមាណនោះអញ្ចឹងក្នុងនាមខ្ញុំជាអ្នកតំណាងរាជខ្ញុំមកជម្រាបបន្តទៅទៀតថាមានច្បាប់អីទៀតមានអ្វីទៀតណាមានយន្តការអីវិធីអីដើម្បីជួយឲ្យបងប្អូនតវ៉ាក្នុងការទទួលបានយុត្តិធម៌ជូនទៅដល់ម៉ាក់និងប្រពន្ធរបស់គ្រូជាអ្នករងគ្រោះសូមរំលឹកថាស្ត្រីអ្នកលក់បាយម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងនិងកម្មកររោងចក្រ SL ប្រមាណជាង20នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាមួយរវាងក្រុមកម្មកររោងចក្រ SL និងកងកម្លាំងប្រដាប់អាវុធនៅម្ដុំមុខវត្តស្ទឹងមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2013ខណៈដែលកម្មការិនីរោងចក្រ SL នេះកំពុងដង្ហែក្បួនទៅដាក់ញត្តិនៅផ្ទះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនទាមទារឲ្យលោកនាយរដ្ឋមន្ត្រីអន្តរាគមន៍បញ្ហាថៅកែរោងចក្រមិនគោរពលក្ខខណ្ឌការងារសន្តិសុខយាមទ្វារពន្ធនាគារព្រៃសររារាំងតំណាងរាជគណៈបក្សសង្គ្រោះជាតិមិនឲ្យចូលសួរសុខទុក្ខសកម្មជនគណៈបកដែលកំពុងជាប់ឃុំបងប្អូនជនរួមជាតិជាទីមេត្រីកាលពីព្រឹកមិញនេះសន្តិសុខយាមទ្វារមណ្ឌលអប់រំកែប្រែទី1ព្រៃសរបានរារាំងប្រតិភូតំណាងរាជគណៈបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកហូវ៉ាន់ប្រធានគណៈកម្មការទី10នៃរដ្ឋសភាមិនឲ្យចូលទៅជួបសួរសុខទុក្ខសកម្មជនគណៈបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយសន្តិសុខនេះបានលើកឡើងថាជាថ្ងៃបុណ្យគ្មានអ្នកធ្វើការ ត
តេតងទៅនឹងការរៀបរៀងនេះលោកហូវ៉ាន់បានមានប្រតិកម្មឆ្លើយតបភ្លាមនៅមុខពន្ធនាគារព្រៃសរជាទីកន្លែងដែលកម្លាំងសន្តិសុខបានបិទផ្លូវរៀបរៀងដែលមានខ្លឹមសារយ៉ាងដូចនេះថានេះបញ្ហាថ្ងៃនេះគេអត់ធ្វើការទេសូមអាដាមជួយមកថ្ងៃស្អែកបានធ្វើការព្រោះថ្ងៃនេះឈប់សម្រាប់អត់ទេខ្ញុំគាត់ឲ្យឈប់ស្ដាប់មុនទៅស្ដាប់មកតិចមកខ្ញុំក៏ជំរាបវិញណាចៅក្រមនិងព្រះអាញាគាត់ដឹងបាត់ត្រឡប់ហើយបាទប៉ុន្តែថ្ងៃនេះវាថ្ងៃបុណ្យបាទគាត់ដឹងច្បាប់ត្រឡប់គាត់ចាមកថ្ងៃហ្នឹងខ្ញុំមិនអាចធ្វើខុសអ្វីដែលគាត់ចាមកទេគឺថាមានឯកសារមួយនៅខ្ញុំមិនដឹងទេឥឡូវបើគាត់ថាស្អែកឲ្យគាត់ចាលឿនហ្នឹងមកថាមិនឲ្យចេះស្អែកអាដាមអាចជួយមកមែនទេឲ្យគាត់ចាលឿនហ្នឹងព្រោះនេះជាបញ្ជារបស់ចៅក្រមនិងព្រះអាញាខ្ញុំមិនអាចអនុវត្តខុសអ្វីជាសេចក្តីសម្រេចរបស់ព្រះអាញានិងចៅក្រមបានទេអត់ទេគាត់ចាវិញមកគាត់ចាមកគាត់ខ្ញុំមកទេព្រោះអាហ្នឹងយើងមិនអាចថាហេព្រះអាញាអត់ស្គាល់ថ្ងៃឈប់ឬក៏ចៅក្រមស្គាល់ឈប់ខ្ញុំអាចនិយាយចឹងបានទេត្រូវតែយើងចាមកថាមិនអាចឲ្យបានទេអាហ្នឹងសរសេរលើហ្នឹងមកខ្ញុំមិនអាចធ្វើចឹងបានខុសទេបងអានេះជាសេចក្តីអនុញ្ញាតចឹងចៅក្រមហើយព្រះអាញាហ្នឹងអត់ដឹងថ្ងៃហ្នឹងថ្ងៃឈប់ទេទេនិយាយឡើងតែមានដឹងដល់កន្លែងនេះអញ្ចឹងមិនទៅរួចតែយកជូនគាត់វិញថាខ្ញុំសុំឲ្យចាតិចមកថាចៅក្រមហើយព្រះអាញានេះធ្វើខុសមកឲ្យគេមកថ្ងៃឈប់វិញណាហើយណារមីខុសគ្នាពីហ្នឹងណាគេប្រាប់ហ្នឹងណាគេប្រាប់បាទហ្នឹងមានយកសម្ដីចឹងខ្ញុំអត់អាចយកចការបានទេចឹងលើកដំបងចេញមកខ្ញុំយល់ឃើញថាព្រះរាជអាជ្ញាចៅក្រមធ្វើសេចក្តីសម្រេចមួយហើយមកដល់នេះមានមេមួយទៀតធ្វើសេចក្តីសម្រេចផ្សេងពីព្រះអាជ្ញានិងចៅក្រមដូច្នេះយើងខ្ញុំជាអ្នកធ្វើតាមចំណារបស់ចៅក្រមហើយនឹងព្រះអាជ្ញាហាក់ដូចជាមិនយល់ពីប្រព័ន្ធរដ្ឋបាលនេះទេដូច្នេះខ្ញុំអំពាវនាវឲ្យកែតម្រង់បញ្ហាពន្ធនាគារនិងបញ្ហាព្រះអាជ្ញាចៅក្រមឲ្យបានស៊ីសង្វាក់គ្នាសូមកុំឲ្យអ្នកដែលមកសួរសុខទុក្ខទទួលរងគ្រោះដូចថ្ងៃនេះទៀតសូមជម្រាបប៉ុណ្្នឹងឯងបាទយើងអស់ទាំងសាំងអស់ទាំងពេលវេលាហើយយើងបានគោរពច្បាប់យ៉ាងត្រឹមត្រូវតែទីបំផុតមកដល់គាត់ឲ្យបុគ្គលិកម្នាក់មកគាត់ថាថ្ងៃនេះគេអត់ធ្វើការមានឲ្យចូលចប់តើនរណាជាមេលោកជាអ្នកទទួលខុសត្រូវហើយសុំមានចំណាជាលិលាណាហើយដល់ខ្ញុំសុំចំណាជាលិលាសគាត់មិនឲ្យទៀតគាត់មិនធ្វើទៀតនឹងសូមឲ្យរៀបចំប្រព័ន្ធគ្រប់គ្រងពន្ធនាគារនិងព្រះអាជ្ញានឹងចៅក្រមឲ្យស៊ីសង្វាក់គ្នាដើម្បីឲ្យគ្នាអ្នកមកសួរសុខទុក្ខហ្នឹងគឺធ្វើតាមការសម្រេចហ្នឹងបានដូចបំណងផងមកពីនោះដល់នេះស្រាប់មកជាប់ត្រឹមលបងហ្នឹងហើយធ្វើមិនហើយអញ្ចឹងចំណារបស់ចៅក្រមនឹងព្រះអាជ្ញាប៉ុណ្ណឹងអត់មានន័យអីទេចាហើយគាត់ថាថ្ងៃឈប់ហើយជឹកប៉ុណ្ណព្រះអាជ្ញានឹងចៅក្រមក៏អត់ដឹងថាថ្ងៃហ្នឹងថ្ងៃឈប់ហើយថ្ងៃឈប់អីក៏អត់មានអ្នកអចិន្ត្រៃយ៍នៅពន្ធនាគារធម្មតាគេដឹងថាមានអ្នកប្រចាំការព្រោះយើងខ្ញុំក៏សួរសុខទុក្ខតាដូចថាមានតាក់ទងអីរឿងអ្នកនេះបាទតែមនុស្សម្នាក់នៅអង្គុយមើលពួកខ្ញុំបានណាពួកខ្ញុំទៅទេតាមានអាវុធមានអីអត់មានផងឥឡូវឆ្នាំថាស្អែកបានអនុញ្ញាតឲ្យចូលតែអាដាមស្អែកមកទៀតបាទហ្នឹងយើងអត់ហ៊ានថាទេព្រោះអសមកប៉ុណ្ណេះចូលមិនបានផងហើយលោកគេថានេះពួកថ្ងៃមកមិនបើទីចាមកម្សិលមិញអត់មើលទេអសនេះហើយបើស្អែកមិនមកវិញយើងបានអីសម្អាងមានសម្អាងហើយចូលមិនបានchứបើអត់សម្អាងទៀតចូលវាមិនលើកថ្ងៃថ្ងៃតែ7:28ខ្ញុំអត់ដឹងទេលុះត្រាតែមានលិខិតថ្មីទៀតឬក៏ខ្ញុំមានពេលវេលាអីថ្មីទៀតឬក៏មានអ្នកណាថ្មីទៀតគេអញ្ជើញមកអានោះបានខ្ញុំអនុវត្តតាមលិខិតនេះត្រឹមត្រូវប៉ុណ្្នឹងហើយទៅជាចូលរដ្ឋបាន
ចេះតម្រាំណាមកទេថាទៅស្អែកយើងសង្ឃឹមណាចូលបានណាខ្ញុំអត់តន់សង្ឃឹមទេព្រោះអត់មានចំណាបើដាក់ចំណានេះថាអនុញ្ញាតឲ្យស្អែកចូលមកនៅលើកណ្ដាលនេះអាហ្នឹងយើងខ្ញុំមកស្អែកទៀតប៉ុន្តែបើអត់ដាក់អញ្ចឹងយើងខ្ញុំដូចសពេចស្ពិលសម្រាប់ស្អែកសូមបញ្ជាក់ថាលោកហូវ៉ាន់និងលោកគីវណ្ណរាតំណាងរាជគណៈបកសង្គ្រោះជាតិព្រមទាំងសកម្មជនគណៈបក6រូបទៀតត្រូវបានព្រះរាជអាជ្ញារងស៊ីវ៉ានីចុះហត្ថលេខាឯកភាពឲ្យចូលទៅជួបសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសរព្រឹកថ្ងៃទី7មករានេះក៏ប៉ុន្តែត្រូវបានអ្នកយាមទ្វាររារាំងមិនឲ្យចូលមេធាវីឋានតុលាការកំពូលមានកំហុសក្នុងការកោះហៅតំណាងរាជគណៈបកប្រឆាំងតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានដឹងថាមេធាវីម្នាក់បានដឹងថាតុលាការកំពូលមានកំហុសក្នុងការកោះហៅតំណាងរាជ7រូបនិងមន្ត្រី2រូបនៃគណៈបកប្រឆាំងឲ្យចូលខ្លួនទៅក្នុងសវនាការតុលាការដែលពាក់ព័ន្ធនឹងការចោទប្រកាន់ទាក់ទងទៅនឹងការដឹកនាំការបះបោរនិងការញុះញង់អ្នកដទៃឲ្យប្រព្រឹត្តបទល្មើសក្នុងបាតុកម្មហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15កក្កដាឆ្នាំមុនគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈលោកកើតខីមេធាវីការពារក្តីតំណាងរាជគណៈបកសង្គ្រោះជាតិបានបញ្ជាក់កាលពីម្សិលមិញថាលោកឈួនច័ន្ទថាអគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលបានកោះហៅកូនក្តីរបស់លោកដែលជាតំណាងរាជឲ្យចូលខ្លួនក្នុងសវនាការនៅថ្ងៃទី19ខែមករាដោយភ័ន្តច្រឡំលោកបានបញ្ជាក់ថាតុលាការគិតថាកូនក្តីរបស់លោកបានប្តឹងសារទុកទៅតុលាការកំពូលដើម្បីឲ្យធានានៅក្រៅឃុំហើយនោះគឺជាមូលហេតុដែលតុលាការបានកោះហៅពួកគេឲ្យចូលសវនាការប៉ុន្តែរឿងពិតមិនមែនបែបនោះទេព្រោះកូនក្តីលោកត្រូវបានធានាឲ្យនៅក្រៅឃុំរួចហើយដោយសាលាដំបងរាជធានីភ្នំពេញលោកកើតខីបានអះអាងថាប៉ុន្តែកូនក្តីរបស់លោកបានប្តឹងសារទុកស្នើសុំទ្រព្យសម្បត្តិមកវិញបន្ទាប់ពីទ្រព្យសម្បត្តិរបស់ពួកគេមានទូរស័ព្ទ iPad និងកុំព្យូទ័រយួរដៃត្រូវបានរឹបអូសដោយអាជ្ញាធររដ្ឋាភិបាលក្នុងអំឡុងពេលចាប់ខ្លួនហើយសាលាឧទ្ធរបានច្រានចោលនៅបណ្ដឹងឧទ្ធររបស់ពួកគេដោយសម្ដៅលើកំហុសនេះលោកកើតខីបានបញ្ជាក់ថាតំណាងរាជ6រូបក្នុងចំណោម7រូបរួមមានលោកហូវ៉ាន់លោករៀលខេមរិនលោកកៅភិរមលោកនុតរំដួលលោកម៉ានសុថាវរិននិងលោកឡុងរីនឹងចូលខ្លួនទៅតុលាការនៅថ្ងៃទី19ខែមករាក្នុងសវនាការដើម្បីទាមទារវត្ថុដែលអាជ្ញាធរបានរឹបអូសមកវិញហើយលោកស្រីមូស៊ូហួរនិងមន្ត្រី2នាក់ទៀតនៃគណៈបកសង្គ្រោះជាតិនឹងមិនត្រូវបានកោះឲ្យចូលខ្លួនទេផ្អែកលើដីកាកោះដែលបានចេញផ្សាយនៅថ្ងៃទី26ខែធ្នូឆ្នាំ2014ដែលលោកឈុនច័ន្ទថាអគ្គព្រះរាជអាជ្ញាតុលាការកំពូលបានកោះហៅតំណាងរាជ7រូបនិងមន្ត្រី2រូបរបស់គណៈបកប្រឆាំងឲ្យចូលរួមក្នុងសវនាការនោះរួមមានលោកស្រីមូស៊ូហួរលោកហូវ៉ាន់លោកកៅភិរមលោករៀលខេមរិនលោកម៉ែនសុថាវរិនលោកនុតរំដួលនិងលោករងរីនិងមន្ត្រី2នាក់ផ្សេងទៀតពួកគេត្រូវបានចោទប្រកាន់ពីបទដឹកនាំការបះបោរនិងញុះញង់អ្នកដទៃឲ្យប្រព្រឹត្តបទល្មើសក្នុងបាតុកម្មហិង្សាដែលបានកើតឡើងនៅថ្ងៃទី15ខែកក្កដាឆ្នាំ2014នៅក្បែរទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញតំណាងរាជគណៈបកសង្គ្រោះជាតិលោករៀលខេមរិនបានថ្លែងកាលពីម្សិលមិញថាជាធម្មតារឿងក្តីនេះបានចប់ហើយតាមកិច្ចព្រមព្រៀងនយោបាយរវាងគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាកាលពីថ្ងៃទី22ខែកក្កដាលោកបន្តថាទោះជាយ៉ាងណាលោកមិនដឹងថាតើលោកត្រូវបានកោះឲ្យទៅយកទ្រព្យសម្បត្តិវិញឬយ៉ាងណាទេហើយថាទូរស័ព្ទកុំព្យូទ័រយួរដៃនិង iPad របស់លោកត្រូវបានរឹបអូសយកក្នុងពេលចាប់ខ្លួនសង្គមស៊ីវិលអះអាងថាការអភិវឌ្ឍរបស់ក្រុមហ៊ុនចិនបំផ្លាញធនធានធម្មជាតិនៅកម្ពុជាបងប្អូនជនរួមជាតិជាទីមេត្រីបើយោងតាមគេហទំព័រអាស៊ីសេរីបានចុះផ្សាយថាចិនជាប្រទេសដៃគូយ៉ាងសំខាន់សម្រាប់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកវប្បធម៌រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់វត្តមានរបស់ចិនថាជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសក្នុងនោះចិនបានផ្ដល់ប្រាក់ជំនួយនិងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់បច្ចុប្បន្នប៉ុន្តែអង្គការសង្គមស៊ីវិលអះអាងថាវត្តមានចិននៅពេលនេះបានបំផ្លាញធនធានធម្មជាតិទៅវិញប្រទេសចិនបានជួយអភិវឌ្ឍប្រទេសកម្ពុជាគ្រប់ផ្នែកទាំងអស់តាមរយៈការផ្ដល់ប្រាក់កម្ចីនិងជំនួយឥតសំណងនៅទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកទោះបីជាទឹកប្រាក់នោះចិនបានគិតអត្រាការប្រាក់ខ្ពស់ឬជាថ្នូរទទួលដីសម្បត្តិសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតាក៏រាជរដ្ឋាភិបាលកម្ពុជាសប្បាយចិត្តរហូតចាត់ទុកចិនជាមិត្តម៉ឺនឆ្នាំផុសតាងជាច្រើនបានបង្ហាញថាចិនជាមិត្តយូរអង្វែងសម្រាប់កម្ពុជានោះដោយសារតែរៀងរាល់ឆ្នាំរដ្ឋាភិបាលចិនបានសន្យាថានឹងផ្ដល់កម្ចីដល់ប្រទេសកម្ពុជាបន្ថែមទៀតក្នុងចន្លោះទឹកប្រាក់300លានទៅ500លានដុល្លារអាមេរិកក្រៅពីនេះប្រទេសកម្ពុជាបានទទួលជំនួយពីចិននៅទឹកប្រាក់ប្រមាណ6000លានដុល្លារឬសមាមាត្រនឹង600លានដុល្លារអាមេរិករៀងរាល់ឆ្នាំក្រុមហ៊ុនចិនវិញក៏គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ2000លានដុល្លារទៀតដើម្បីសាងសង់រោងចក្រនានានៅប្រទេសកម្ពុជា
ការជួយជ្រោមជ្រែងរបស់ចិនទាំងអស់នោះគឺសម្រេចបាននៅកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ 7% នៅរយៈពេល 10 ឆ្នាំចុងក្រោយនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថានៅពេលរៀបចំច្បាប់ថវិកាជាតិសម្រាប់ចំណាយក្នុងឆ្នាំ 2015 ថាទឹកប្រាក់របស់ចិនជាង 80% បានវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលឡាយកំណើនពាណិជ្ជកម្មនាំចេញនិងនាំចូលនៃប្រទេសទាំងពីរគិតជាទឹកប្រាក់មានចំនួន $3,000 លានសហរដ្ឋអាមេរិកក្នុងឆ្នាំ 2013 ប្រទេសចិននិងកម្ពុជាក៏គ្រោងនឹងសម្រេចទំហំពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់រហូតដល់ $5,000 លានអាមេរិកនៅឆ្នាំ 2017 ខាងមុខការផ្ដល់អត្ថប្រយោជន៍ទាំងអស់នេះបញ្ជាក់ថាចិនមានទឹកចិត្តសប្បុរសធម៌ខ្លាំងដល់កម្ពុជាប៉ុន្តែអង្គការសង្គមស៊ីវិលបានអះអាងផ្ទុយពីនេះគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកអូវីរៈមានប្រសាសន៍ថាវត្តមានប្រទេសចិននៅពេលនេះគឺធ្វើឲ្យកម្ពុជាខាត់បង់ប្រយោជន៍ទៅវិញលោកបញ្ជាក់ថាសេដ្ឋកិច្ចចិនជាប្រទេសកុម្មុយនីសដែលស្វែងរកធនធានធម្មជាតិពីប្រទេសផ្សេងនៅលើពិភពលោកចំណែកប្រធានអង្គការសម្បត្តិកម្ពុជាលោកអៀងវុធីមានប្រសាសន៍ថាការអភិវឌ្ឍរបស់ក្រុមហ៊ុនចិនបានបង្កើតគ្រោះភ័យជាច្រើនសម្រាប់ប្រជាពលរដ្ឋនិងបញ្ហាបរិស្ថានលោកសង្កេតឃើញថាប្រជាពលរដ្ឋជាច្រើនបានបណ្ដេញចេញនៅពេលដែលមានវត្តមានក្រុមហ៊ុនចិនដែលទទួលបានដីសម្បត្តិសេដ្ឋកិច្ចវិនិយោគនៅកម្ពុជាអ្នកសេដ្ឋកិច្ចវិញយល់ឃើញថាប្រសិនបើកម្ពុជាអាចផលិតអ្វីដែលខ្លួនឯងបានដែលពុំចាំបាច់ពឹងពាក់លើប្រទេសដទៃទើបជាការល្អការផលិតនិងនាំចេញទៅកាន់ទីផ្សារដោយជំនួសការលក់ដីឬជួលដីឲ្យឈ្មួញបរទេសនេះទើបជារបៀបនៃការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ 2014 បានបង្ហាញថារដ្ឋាភិបាលបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចយ៉ាងហោចណាស់ចំនួន 20,000 ហិកតាដល់ក្រុមហ៊ុនចិនចំនួន 25 ក្រុមហ៊ុនមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិបានបោះផ្សាយអត្ថបទក្នុងខែកុម្ភៈឆ្នាំ 2014 សរសេរថាប្រទេសចិនចាត់ទុកលោកហ៊ុនសែនជាដៃគូដែលមិនអាចខ្វះបានជាពិសេសចិនយកកម្ពុជាធ្វើជាទីតាំងយុទ្ធសាស្ត្រពង្រីកនយោបាយរបស់ខ្លួនអ្នកភូមិជនជាតិដើមភាគតិចគួយដាក់ពាក្យបណ្ដឹងប្តឹងក្រុមហ៊ុនចិនតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាអ្នកភូមិជនជាតិដើមភាគតិចគួយជិត24គ្រួសារបានដាក់ពាក្យបណ្ដឹងទៅសាលាដំបងខេត្តព្រះវិហារកាលពីម្សិលមិញចោទប្រកាន់ក្រុមហ៊ុនចំការអំពើដែលកាន់កាប់ដោយជនជាតិចិនថាបានរៀនដីស្រែនិងកាប់ដើមជ័រទឹករបស់ពួកគាត់កាលពីសប្តាហ៍មុនគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈអ្នកភូមិជនជាតិដើមភាគតិចទាំងនោះស្ថិតក្នុងចំណោមអ្នកភូមិ367នាក់ក្នុងឃុំប្រមេស្រុកត្បៃមានជ័យដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនឡានហ្វេងចាប់តាំងពីឆ្នាំ 2012 មកជាឆ្នាំបន្ទាប់ពីក្រុមហ៊ុននេះទទួលបានដីសម្បត្តិទំហំប្រហែល 9,000 ហិកតាដែលសហគមន៍លើកឡើងថាជាដីដែលពួកគាត់បានធ្វើស្រែចម្ការច្រើនចំនួនមកហើយវិវាទនេះបានកើតឡើងកាលពីថ្ងៃទី 29 ខែធ្នូនៅពេលអ្នកភូមិជនជាតិដើមភាគតិចគួយប្រមាណ 400 នាក់បានចាប់ត្រាក់ទ័រ2គ្រឿងទុកនិងឃាត់ខ្លួនអ្នកបើកបរមួយយប់លោកអុកពឿនដែលគ្រួសាររបស់គាត់បានដាក់ពាក្យបណ្ដឹងដែលបានលើកឡើងថានៅក្នុងពាក្យបណ្ដឹងអ្នកភូមិបានទាមទារឲ្យក្រុមហ៊ុនឡានហ្វេងផ្ដល់សំណងចំនួន $5,000 ដល់អ្នកភូមិក្នុងមួយគ្រួសារក្នុងចំណោមអ្នកភូមិ23គ្រួសារពីព្រោះពួកគេបានរៀនដីស្រែចម្ការរបស់ពួកគាត់និងបានកាប់ដើមជ័រទឹកនៅក្នុងព្រៃសហគមន៍រយៈពេល3ថ្ងៃគឺថ្ងៃទី 29, 30 និង 31 ខែធ្នូលោកពឿនបានបន្ថែមថាពាក្យបណ្ដឹងនោះក៏ស្នើឲ្យតុលាការដកសម្បត្តិដីពីក្រុមហ៊ុននេះវិញផងដែរមីយ៉ាន់ម៉ាចាប់ខ្លួនជនជាតិចិនរាប់សិបនាក់ពីបទកាប់ឈើខុសច្បាប់បើយោងតាមគេហទំព័រ VOA បានចុះផ្សាយថាពួកជនបរទេសជាង 100 នាក់ដែលគេជឿថាភាគច្រើនជាពលរដ្ឋចិនបានត្រូវចាប់ខ្លួនពីព្រោះបានកាប់ឈើដោយខុសច្បាប់និងបានប្រព្រឹត្តឧក្រិដ្ឋកម្មឯទៀតនៅក្នុងប៉ែកខាងជើងនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទពួកយោធាភូមាបាននិយាយថាពួកជនបរទេស 112 នាក់និងពលរដ្ឋភូមា 20 នាក់ត្រូវបានចាប់ខ្លួនតែពួកយោធាមិនបានប្រាប់អំពីថ្ងៃខែជាក់លាក់នៃការចាប់ខ្លួនពួកជនទាំងនេះទេពួកអាជ្ញាធរភូមានិយាយថាពួកគេក៏បានរឹបអូសយកបានឡានកាមីយ៉ុងដឹកឈើហូប436គ្រឿងឡានធុន pick up truck 14គ្រឿងមានដឹកឈើថ្នាំជំនួយកម្លាំងអាភៀនឆៅនិងរូបិយប័ណ្ណចិនពួកអ្នកស្រុកក្នុងមូលដ្ឋាននៃរដ្ឋកាឈីនបាននិយាយប្រាប់ VOA ផ្នែកផ្សាយជាភាសាភូមាថាភាគច្រើននៃពួកជនជាប់ឃុំឃាំងជាជនជាតិចិនគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកអាំងខាមមេដឹកនាំកាឈីនក្នុងមូលដ្ឋាននិយាយថាការកាប់ព្រៃឈើខុសច្បាប់មិនអាចកើតមានបានទេប្រសិនបើពួកជនបរទេសទាំងនេះគ្មានការខົບខិតជាមួយរដ្ឋាភិបាលនិងកងកម្លាំងឧទាមនៃក្រមជនអំបូរភាគតិចទេនោះ
ពួកយោធាបាននិយាយថានៅក្នុងចំណោមវត្ថុដែលត្រូវរឹបអូសយកបានមានឯកសារមួយដែលនៅក្នុងនោះនីតិហ៊ានម្នាក់នៃឧពុឧទាមកាឈិនបានអនុញ្ញាតឲ្យមានការកាប់ព្រៃឈើដោយខុសច្បាប់នៅក្នុងតំបន់នោះរដ្ឋាភិបាលចិនមិនទាន់បានធ្វើអត្ថាធិប្បាយអំពីការចាប់ខ្លួនពួកជនទាំងនោះនៅឡើយទេពួកគេបានចាត់ទុកការកាប់ព្រៃឈើដោយខុសច្បាប់ថាជាបញ្ហាធំមួយនៅក្នុងប្រទេសភូមាដែលនៅទីនោះក្រុមឧទាមអំបូរភាគតិចបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលរាប់ទសវត្សរ៍មកហើយលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មនយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា